សួស្តីអ្នកនរគ្នាថ្ងៃនេះយើងរៀនអំពីភាសាដាក់ទៀតហើយគឺថ្ងៃនេះយើងរៀនអំពី comment នៅក្នុង date អញ្ចឹងតទៅចូលមកអ្នកគ្នាត្រូវដឹងថានៅក្នុង date គឺមាន comment 3សំខាន់ទី1គឺ single line comment multi line comment និង documentation comment ដូច្នេះយើងចូលមកទី1មកគឺ single line comment single line comment គឺគេប្រើសម្រាប់ comment ដែលមានលក្ខណៈខ្លីៗឧទាហរណ៍ដូចអ្នកនរគ្នាឃើញនេះអាសញ្ញាធំជោគ2នេះគេប្រើដើម្បីខុសបើឧទាហរណ៍អ្នកគ្នាមានកូដប៉ុណ្នេះអ្នកគ្នាកុំខ្វល់ពីកូដគឺខ្ញុំគ្រាន់តែយកកូដនេះមកឧទាហរណ៍អ្នកគ្នាមើលទេឧទាហរណ៍អ្នកគ្នាឃើញកូដនេះអត់អញ្ចឹងអ្នកគ្នានៅពេលដែលយើងដាក់ slash 2នេះមានន័យថាជា comment បើសិនអ្នកគ្នាលុបចោលដល់ពេលអ្នកគ្នា run កូដអាកន្លែងដែលយើងដាក់ slash នេះគឺវាអត់ដែរតែថាវាអត់ចេញមកក្នុង program នេះទេយល់អត់តែបើសិនជាអ្នកនរគ្នាដាក់អាពីរនេះដល់គេដកចេញកូដហ្នឹងនឹង error ដោយសារវាមិនមែនជា comment នោះទេវាជាកូដឯងឥឡូវនេះអូខេយើង error ប៉ុន្តែនៅពេលដែលយើងដាក់ចេះមក slash 2 ដងមកអូខេដល់គេឃើញកូដហ្នឹងឡើង error អត់ហេអញ្ចឹងដូចគ្នាដែរបើសិនជាអ្នកគ្នាឥឡូវខ្ញុំបញ្យល់អ្នកគ្នាស្រួលយល់យើងណា easy បាទអ្នកគ្នាមានអីគេមាន data type string មួយ string string name មកនឹងអីគេ Ronaldo fan Ronaldo ចឹងស្វែងរៀនកូនទៅសេ Ronaldo អ្នកគ្នាព្រៀនណាណែហើយនៅពេលអ្នកគ្នារ៉ាន់មកហើយចេញ Ronaldo អូខេឥឡូវអ្នកគ្នាមាន string មួយទៀតstring string username username ស្មើ Messi យ៉ាងតែឥឡូវអ្នកគ្នា print អីគេ print username SEO name username ខុសអ្នកគ្នាពេលយើងរ៉ាន់មកអ្នកគ្នាចេញ Messi ដែរអត់អញ្ចឹងអ្នកគ្នាចង់ comment អីគេអ្នកគ្នាចង់ comment Messi ចង់តែអ្នកគ្នាធ្វើម៉េចវិធីសាស្ត្រលឿនបំផុតគឺអ្នកគ្នាគ្រាន់តែចុចឲ្យជាប់លើវាមកហើយអ្នកគ្នាចុច control ហើយ slash អូខេអ្នកគ្នាឃើញ comment អត់តែអ្នកគ្នាឃើញ comment អត់តោះមកយើង print ថតនេះចាំអញ្ចឹងនៅពេលយើងរ៉ាន់វាមិនerror ដោយសារ username របស់យើងបាន comment បាត់ហើយអញ្ចឹងវាអត់ចេញអញ្ចឹងយើងដាក់ username មកទៀតយើង control មកណាអ្នកគ្នាឃើញចេញទៅ row ហ្នឹងគេហៅថា single line comment ហេឥឡូវយើងចូលដល់ multi line comment multi line គឺនិយាយទៅ comment ទាំងអស់គឺមានគោលបំណងដូចតែគ្នាដែលទី1គឺសម្រាប់ note code ថាយើងបានសរសេរពីអីហើយយើងបញ្ចូល code ហ្នឹងហើយទី2គឺយើងប្រើសម្រាប់បញ្ចូល code ហ្នឹងអូខេឥឡូវចូលដល់ multi line comment នេះ multi line comment គឺទី2របស់យើងso ដូច្នេះអ្នកនរគ្នាមានឧទាហរណ៍អ្នកគ្នាមាន index a ស្មើ21អ្នកគ្នាមាន string string name ស្មើ Ronaldo ទៀតនោះមានអីទៀតមាន string មួយទៀត string string SEO username ស្មើនឹងអាម៉ៅអញ្ចឹងអ្នកគ្នាធ្វើមិនអ្នកគ្នាឥឡូវអ្នកគ្នា print ណា print a ពេល print a ចេញ21អូខេឥឡូវអ្នកគ្នាចង់ comment code នៅទាំងអស់អ្នកគ្នាចង់បានតែអ្នកគ្នាចង់បាន username អាម៉ៅតែអ្នកគ្នាទៅអ្នកគ្នាគ្រាន់តែប៉ុន្តែអ្នកគ្នាត្រង់ហ្នឹងអ្នកគ្នាក៏អាចដាក់single line comment អ្នកគ្នាគ្រាន់តែចុចចេញមក control មកបានប៉ុន្តែខ្ញុំចង់បញ្យល់អ្នកគ្នាអំពី multi line comment ណាអញ្ចឹងអ្នកគ្នាគ្រាន់តែចុចត្រង់នេះមកហើយអ្នកគ្នាដាក់សញ្ញា slash ផ្កាយមកទៀតអ្នកគ្នាដាក់ហើយ error អញ្ចឹងយើង print username SEO username ពេលអ្នកគ្នា print username វានឹងចេញអាម៉ៅមកអូខេ
អាហ្នឹងគេហៅថា multi-line comment ឥឡូវយើងចូលមកដល់ documentation comment ឧទាហរណ៍នេះខ្ញុំមានកូដមួយ print EIN ទី print មក ហាហាយ៉ាង UR so cool เลยដើម្បីអាចប្រើ documentation comment នេះអ្នកនរគ្នាគ្រាន់តែដាក់ slash 3 1 2 3អ្នកនរគ្នាឃើញអត់អញ្ចឹងគឺមានតែប៉ុណ្្នឹងទេសរុបមកវិញគឺ single line comment គឺយើងប្រើសញ្ញា slash ពីរដង multi line comment គឺយើងប្រើសញ្ញា slash ផ្កាយផ្កាយ slash អូខេហើយមួយទៀតគឺ documentation គឺយើងប្រើសញ្ញា slash 3ដងអ្នកនរគ្នាមានតែប៉ុណ្្នឹងទេគេណា